ជំរាបសួរបងប្អូនទាំងអស់គ្នាចាឥឡូវហ្នឹងខ្ញុំធ្វើដំណើរ3ថ្ងៃឥឡូវមកដល់ទីក្រុងមែលប៊នហើយបងប្អូនហើយឥឡូវនេះគឺខ្ញុំនៅខាងក្រោយផ្ទះរបស់ម៉ែក្មេកខ្ញុំចាហើយបងប្អូនមកតាមដានជាមួយខ្ញុំទាំងអស់គ្នាចានេះគឺជាផ្លែ blueberry បងប្អូនចាដើមតូចតែមួយទេប៉ុន្តែផ្លែច្រើនមែនទែនចាហើយនេះគឺម្ដាយក្មេកខ្ញុំហើយនឹងក្រោយផ្ទះរបស់គាត់ចាដីតូចសមរម្យដែរហើយទីតាំងនេះគឺស្ថិតនៅចា20គីឡូម៉ែត្រពីទីក្រុងម៉ាប៊ិនចាហើយនៅក្រោយផ្ទះគាត់មានដើមឈើតែដើមឈើប្រភេទសម្រាប់ជនជាតិបរទេសបងប្អូនអត់មានស្វាយអត់មានអីទេចាប៉ុន្តែនិយាយថាដើមឈើគ្រប់ដើមហ្នឹងគឺថាផ្លែគ្រប់ដើមតែម្ដងហើយកូនខ្ញុំគឺគាត់ចាមកដល់បែរយកតែម្ដង blueberry នៅផ្ទះខ្ញុំនៅព្រីស្បិនហ្នឹងក៏ខ្ញុំដាំ blueberry ដែរប៉ុន្តែផ្លែអត់ដូចនៅខាងមែលប៊នណាបងប្អូនចាមើលហើយគាត់នៅតែម្នាក់ឯងគាត់អាយុ87ហើយអញ្ចឹងហ៎ចាគាត់នៅតែម្នាក់ឯងគាត់អាយុ87ហើយបងប្អូនចាហ្នឹងណាប៉ុន្តែនៅរឹងមាំមែនតើហើយកាលពីមុនដើមឈើទាំងអស់ហ្នឹងគឺគាត់ដាំនៅក្នុងថូប៉ុន្តែឥឡូវគឺគាត់ស្រោចទឹកអត់កើតទៅគាត់ដាំនឹងដីវិញហើយផ្លែគ្រប់ដើមតែម្ដងបងប្អូនមើលហ្នឹងផ្លែអីទេខ្ញុំអត់ស្គាល់ទេចាហើយផ្លែនេះធ្លាប់ឃើញគេលក់នៅតាមផ្សារទំនើបដែរប៉ុន្តែខ្ញុំមិនដែរទិញតែសម្រាប់ពួកជនជាតិបរទេសគឺគាត់ចូលចិត្តដែរបងប្អូនចាហើយនេះគឺដើមអីដើមខ្ញុំអត់ច្បាស់ដែរបងប្អូនណាផ្លែអត់ដែរឃើញដែរចាហើយអាកាសធាតុនៅបែបបាត់នេះគឺអត់ដូចខាងព្រីស្បិននេះបងប្អូនចាគឺត្រជាក់ហើយក្រូចចាក្រូចក៏ផ្លែនិយាយទៅដីគាត់តូចមានដំណាំច្រើនមុខហើយផ្លែគ្រប់ដាំតែម្ដងហើយវីដេអូច្រើនណាស់បងប្អូនអើយប៉ុន្តែគ្រាន់តែថាខ្ញុំអត់ទាន់មានពេលចាកាត់វីដេអូផុសចាកូនខ្ញុំគឺគាត់មកដល់បែរយកសប្បាយចិត្តមែនតើហ្មងបានយូរមកជួបយាយម្ដងណានេះគឺផ្លែ fig ចាហើយមើលផ្លែឡើងមិនចេះតិចផ្លែល្អមែនតើដំណាំខ្លះគឺត្រូវការអាកាសធាតុត្រជាក់អញ្ចឹងហ្មងតាមនៅខាងព្រីស្បិនដាំអត់សូវអំណោយផលណាAll looking very green and healthy. Like ours